ស្វាគមន៍ដូចជាសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងមើលការចាប់ត្រីមកនេះឥឡូវវីដេអូនេះបង្ហាញនៅសកម្មភាពចាប់ត្រីខ្ញុំជឿជាក់ថាវិធីការស្គាល់ពិសេសគឺយើងជាអ្នកស្រាវចម្ការបើសិនជាមានកន្លែងណាសបោត្រីដែលយើងចាប់បែបនឹងបានពិតជាមានសប្បាយរីករាយមែនទែនសប្បាយចាប់ត្រីណាហើយទីតាំងដែលពួកខ្ញុំកំពុងចាប់នេះគឺស្ថិតនៅឃុំត្រប់ខេត្តកំពង់ចាមដែលតំបន់ហ្នឹងគឺជាតំបន់ព្រៃលិចទឹកទេហើយព្រៃហ្នឹងពីដើមឡើយគឺមិនដែលរីងឡើយតែឆ្នាំហ្នឹងមិនដឹងតែជាយ៉ាងម៉េចបានជារីងពួតហែងព្រៃនេះគេឲ្យឈ្មោះថាព្រៃអន្លង់ផ្ដៅឃុំត្រប់ស្រុកធាខេត្តកំពង់ចាមពេលដែលឮពាក្យថាអន្លង់ផ្ដៅយើងដល់ស្ថានីយ៍បរិយាប្រវត្តិដែលយើងរៀននៅក្នុងប្រវត្តិសាស្ត្រគឺអន្លង់ផ្ដៅយើងអាច search នៅក្នុង Google ហើយនឹងឃើញទីតាំងតែម្ដងហើយព្រែកនេះគឺពីដើមឡើយគឺមិនដែលរីងឡើយទើបតែឆ្នាំនេះទេទើបរីងខាត់យកតែមែនតែនហើយនៅក្នុងព្រែកហ្នឹងពីដើមឡើយសបោចំពោះទាសបោព្រំសបោលៀសហើយនៅតំបន់ហ្នឹងគឺលៀសសូពីពេញដីតែម្ដងហើយចែកដល់ឆ្នាំ2024នេះគឺស្រាប់តែរីងពួតខាត់តែម្ដងដែលធ្វើឲ្យខ្ញុំដើរចាប់ត្រីជាមួយនឹងបងប្រុសរបស់ខ្ញុំហើយនេះគឺជាអ្វីដែលយើងបានកំពុងតែចាប់ត្រីមើលទៅវាទឹកសល់តែក្លុកទីទួចជាមួយនឹងក្ផ្លោកហើយត្រីពិតសងំនៅខាងក្រោមនឹងមែនតែនហើយខ្ញុំរំលឹកដល់ពេលខ្ញុំកាលនៅក្មេងៗក៏ដូចគ្នាដែរខ្ញុំចូលចិត្តចាប់ត្រីបែបនេះខ្ញុំជឿជាក់ថាអ្នកដែលនៅទីជនបទដូចជាស្រែចម្ការប្រកបជាចូលចិត្តក៏ដូចជាសប្បាយក្នុងការចាប់ត្រីបែបនេះដែរហើយនេះគឺយើងទស្សនវិជ្ជាដែលយើងកំពុងចាប់ត្រីនាពេលជាម៉ោង1ឬក៏ម៉ោង2រសៀលហើយនេះគឺពិតជាកំពុងក្តៅមែនតែនប៉ុន្តែយើងមកនេះគឺមកយើងមកចាប់ត្រីហើយបងប្រុសរបស់ខ្ញុំគឺកំពុងតែចាប់ត្រីប៉ុន្តែយើងមើលគាត់អត់ស្លៀកខោអាវទេគឺមានតែខោខ្លីតែប៉ុណ្ណឹងខ្ញុំសួរគាត់ហេតុអីបានជាគាត់មិនស្លៀកគាត់ថាគាត់ក្តៅពេកគាត់ពេលដែលគាត់ក្តៅពេកសំបីអាវឬក៏ខោគាត់អត់ស្លៀកទេមានតែខោខ្លីមួយតែប៉ុណ្ណឹងហើយអានឹងជាធម្មជាតិរបស់គាត់ទេហើយត្រីហើយមិនជាធម្មណាទេត្រីក៏ប៉ុន្តែត្រីហ្នឹងគឺយើងអាចយកមកស្លអីបានដែរហើយអានេះគឺជាសកម្មភាពក្នុងនាមយើងជាសុខស្រ័យចំការហើយពេលដែលយើងទៅវាលម្ដងយើងតែស្វែងរកត្រីសាច់អីផ្សេងហើយពិសេសគឺបន្លែដែលយើងយកមកស្លអីបានដើម្បីដោះស្រាយជីវភាពពីមួយថ្ងៃទៅមួយថ្ងៃគឺសារតែសុខស្រ័យចំការយើងមិនមានលុយច្រើនសម្រាប់ទិញម្ហូបអាហារឬក៏របស់ល្អហូបនោះទេហើយនេះយើងបានកំពុងតែចាប់ត្រីហើយត្រីនេះគឺមានដូចជាត្រីក្រាញ់ត្រីទួត្រីភ្លៀងហើយពិសេសទៀតគឺមានដាមហើយនឹងមានចៅអីជាដើមយើងយកមកទាំងអស់មិនថាជាអ្វីនោះទេដែលអាចគិតថាយើងអាចធ្វើមកបានយើងយកមកធ្វើម្ហូបតែម្ដងហើយនេះគឺជាស្ថានភាពព្រែកនេះគឺហួតហែកមែនតើហើយឆ្នាំហ្នឹងគឺជាឆ្នាំមួយខ្ញុំគិតថាមិនដែលធ្លាប់មានទេដែលព្រែកនឹងរីងដល់ថ្នាក់នេះហើយបន្ទាប់មកទៀតយើងក៏បានមកលែងដើមរាំងហើយនេះគឺរាំងមានត្រួយរាំងមានផ្ការាំងអីជាដើមហើយស្លឹករាំងពិសេសគឺស្លឹកត្រួយហ្នឹងគឺយកមកធ្វើអន្លក់ពិតជាឈ្ងុយមែនតើហូបជាមួយនឹងទឹកគ្រឿងឬក៏ជាល្បាយនោះបញ្ចុកក៏បានដែរបន្ទាប់មកទៀតខ្ញុំក៏បានចាប់ត្រីគឺនៅក្នុងស្រែប្រាំងរបស់ខ្ញុំផ្ទាល់តែស្រែប្រាំងរបស់ខ្ញុំផ្ទាល់តែម្ដងជាមួយនឹងប្អូនប្រុសរបស់ខ្ញុំពីម្ដងហើយខ្ញុំចូលចាប់បែបនេះគឺជាស្រែរបស់ខ្ញុំផ្ទាល់ទេបើស្រែផ្សេងគឺមានចាប់ឡើយដោយសារតែអាចថាម្ចាស់គេតន់គេរករឿងដែលជន់ស្រូវគេអញ្ចឹងហើយយើងចាប់នៅស្រែហើយនេះគឺត្រីមែនតើវាសល់ប្លុកតិចតួចមែនតើបែបឆ្នោះហើយយើងចាប់ដាក់ក្បងដាក់ហើយត្រីវាមិនធំទេប៉ុនម្រាមដៃប៉ុនម្រាមជើងប៉ុនមួយជើងអីចឹងហើយត្រីខ្លះក៏ប៉ុនកដៃដែរហើយខ្ញុំជឿជាក់ថាប្រជាកសិករក៏ដូចជាអ្នកដែលធ្លាប់ឆ្លងកាត់ប្រវត្តិបែបនេះពិតជាសប្បាយមែនតែនតាមានការចាប់ត្រីនៅតាមវាលស្រែបែបនេះហើយពិសេសគឺរដូវរំហើយពេលដែលរដូវរំហើយខែ12ឬក៏ខែ1ហ្នឹងគឺពុំពេញកាលពីខ្ញុំនៅរៀននៅវិទ្យាល័យរៀននៅបឋមសិក្សាអីឲ្យតែចេញពីសាលារៀន9មិត្តភ័ក្តិ9អ្នកក្បែរផ្ទះហ្នឹងមានបេមួយមកវាលហើយគឺតារកចាប់ត្រីតាមបន្លាយតាមស្រែចម្ការដែលមានក្លុកដកទឹកអីចឹងទៅនេះហើយគឺជាប្រវត្តិហើយយើងក៏បានមកចាប់ត្រីនៅកន្លែងហ្នឹងវាត្រីសវោមែនតើយើងចាប់ឲ្យជា1ម៉ោងជាងទើបអស់ហើយត្រីហ្នឹងច្រើនមែនតើស្រុកទៅវាជា5គីឡូជាងដែរត្រីដែលយើងចាប់តែ1ក្លុកតូចហ្នឹងដោយសារតែវាមូលតែម្ដងហើយស្រូវដែលយើងរស់ឲ្យនេះវាទើបតែបែកស្រស់អោនមួយតែប៉ុណ្ណោះទេដូច្នេះហើយក៏យើងបានប្រហូតទឹកចេញវាកុំឲ្យវាជាប់ទឹកធ្វើឲ្យស្រូវហ្នឹងវាពិបាកដាក់គ្រាប់ហើយយើងក៏បានមកចាប់ត្រីតែម្ដងទៅ Vì sao tay ọc tận hỏi vậy
ចាស់នេះគឺជាទិដ្ឋភាពក៏ដូចជារំលឹកនៅអនុស្សាវរីយ៍ដែលយើងធ្លាប់ចាប់ត្រីក៏ដូចជាទៅវាស្រ័យអីតាំងពីដែលយើងនៅក្មេងមកឡើងហើយនេះហើយគឺជាទិដ្ឋភាពទាំងស្រុងហើយខ្ញុំចូលចិត្តជីវិតបែបនេះមែនតើចាប់ត្រីដែលចាំកាពីហ្នឹងគឺជាអ្វីដែលខ្ញុំចូលចិត្ត